Này cái clapពីបរាជ័យសូមលើកដៃខ្ញុំក៏ខ្លាចពីបរាជ័យដែរមូលហេតុដែលយើងខ្លាចបរាជ័យដោយសារតែយើងគិតថានៅពេលដែលយើងធ្វើអីមួយបរាជ័យវាបង្ហាញថាយើងអត់មានសមត្ថភាពយើងអន់យើងល្ងងយើងអត់កាយទើបអត់អាចធ្វើវាបានហើយពេលខ្លះភាពបរាជ័យនៅពេលដែលយើងជួបនឹងជីវិតវាធ្វើឲ្យយើងបាត់បង់ទំនុកចិត្តលើខ្លួនឯងធ្វើឲ្យយើងបាត់បង់ទាំងទ្រព្យសម្បត្តិថវិកាផ្សេងៗដែលយើងបានចំណាយទៅលើការធ្វើរឿងនឹងទៅទៀតចឹងហើយបានធ្វើឲ្យយើងម្នាក់ខ្លាចភាពបរាជ័យហើយចង់រស់នៅតែកន្លែងមួយដែលងាយស្រួលធ្វើអីមួយដែលស្រួលដែលអត់ចាំបាច់ជួបឧបសគ្គអីច្រើនទេនៅកន្លែងដែល comfort zone សម្រាប់ខ្លួនឯងប៉ុន្តែក៏លេចមកវិញកន្លែង comfort zone ហ្នឹងប្រៀបបានដូចជាយើងរស់នៅក្នុងបន្ទប់មួយបិទជិតហើយបន្ទប់ហ្នឹងគឺតូចនៅជុំវិញនៃបន្ទប់ហ្នឹងគឺកន្លែងមួយដែលធំមានផ្ទះធំមានអគារធំខ្ពស់ដែលល្អដែលទំនើបដែលលយមែនទែនជាងបន្ទប់ដែលយើងរស់នៅក្នុងហ្នឹងទៀតហើយយើងស្គាល់ច្បាស់តែពីបន្ទប់របស់យើងហ្នឹងទេពេលដែលយើងរស់នៅក្នុងបន្ទប់របស់យើង comfort zone របស់យើងហ្នឹងយើងមានអារម្មណ៍ថាយើងមានភាពជឿជាក់លើខ្លួនឯងដោយសារតែយើងស្គាល់ច្បាស់ពីកន្លែងដែលយើងរស់នៅហើយយើងអត់ពិបាកយើងអត់មានអារម្មណ៍ភ័យខ្លាចព្រោះដោយសារតែកន្លែងហ្នឹងគឺជាកន្លែងមួយដែលការពារយើងពីភ្លៀងខ្យល់ចាការពារយើងកុំឲ្យជួបនឹងឧបសគ្គថ្ងៃមួយយើងសម្រេចចិត្តបើកទ្វារបន្ទប់ហើយដើរចេញពីកន្លែងតំបន់សុវត្ថិភាពរបស់យើងហ្នឹងយើងក៏ចាប់ផ្ដើមមានអារម្មណ៍ថាភ័យខ្លាចមានអារម្មណ៍ថាបាត់បង់ទំនុកចិត្តអស់ដោយសារតែយើងជួបជាមួយនឹងអ្វីដែលថ្មីយើងអត់ដែលបានឃើញពីមុនមកទេដូច្នេះតែយើងធ្វើមិនទៅដើម្បីយើងបង្កើនភាពជឿជាក់លើខ្លួនឯងឲ្យយើងមានទំនុកចិត្តលើខ្លួនឯងហើយយើងមានភាពភ័យខ្លាចនៅពេលដែលយើងចាក់ចេញពីតំបន់សុវត្ថិភាពរបស់យើងដើម្បីឲ្យខ្លួនឯងមានទំនុកចិត្តនៅពេលដែលយើងឈានជើងចេញពីកន្លែង comfort zone យើងត្រូវផ្លាស់ប្ដូរការគិតជាមួយនឹងភាពបរាជ័យយើងអត់ត្រូវខ្លាចភាពបរាជ័យទេយើងអត់ត្រូវខ្លាចធ្វើខុសទេហើយត្រូវចាំថាណាគេក៏ធ្វើខុសណាគេក៏ធ្លាប់ជួបរឿងបរាជ័យដែរអត់អាចធ្វើរឿងអីមួយ100ដងគឺត្រូវតែ100ដងគឺអត់ដែរមានអញ្ចឹងទេអញ្ចឹងហើយកុំខ្លាចនឹងធ្វើខុសបើយើងធ្វើខុសយើងរៀនពីកំហុសរបស់យើងថាយើងខុសកន្លែងណាយើងអាចកែប្រែអីគេខ្លះទៅនឹងកំហុសរបស់យើងនឹងគឺជាកលឹះមួយដែលធ្វើឲ្យយើងមានភាពជឿជាក់លើខ្លួនឯងហើយកុំខ្លាចខុសកុំខ្លាចបរាជ័យចំណុចទី2កុំខ្លាចនឹងការផ្លាស់ប្ដូរនិងបាត់បង់អ្វីដែលយើងកំពុងតែមានដើម្បីយើងមានភាពជឿជាក់លើខ្លួនឯងយើងត្រូវតែដោះលែងនៅអ្វីដែលធ្វើឲ្យយើងអត់ស្ម័គ្រចិត្តដោះលែងទៅនឹងអ្វីដែលធ្វើឲ្យយើងអត់ទីចម្រើនទៅមុខតោះលើនឹងឆ្លោះប្រចាំងមកលើខ្លួនយើងមើលថារងថ្ងៃហ្នឹងការងាររបស់យើងស្វែងចិត្តនឹងធ្វើអត់ទំនាក់ទំនងស្នេហារបស់យើងរងថ្ងៃហ្នឹងយើងស្វែងចិត្តនឹងមានក្តីសុខទៅនឹងស្នេហានឹងអត់បើសិនជាទំនាក់ទំនងឬក៏អ្នកដែលយើងស្គាល់ឬក៏អ្វីក៏ដោយដែលយើងកំពុងតែនៅរងថ្ងៃហ្នឹងយើងនៅទៅទាំងអត់មានក្តីសុខទាំងអត់ស្វែងចិត្តនៅទាំងអត់មានភាពទីចម្រើនយើងដឹងហើយថាយើងនៅអត់ល្អហើយតែយើងនៅកន្លែងហ្នឹងធ្វើអីទៀតហេតុអីក៏យើងអត់អាចឈានជើងចេញពីកន្លែងហ្នឹងបានមូលហេតុគឺយើងខ្លាចការផ្លាស់ប្ដូរយើងអត់ហ៊ានផ្លាស់ប្ដូរទេព្រោះកាលណាតែយើងមានការផ្លាស់ប្ដូរដូចយើងចេញពីកន្លែង comfort zone របស់យើងអញ្ចឹងគឺវាមានភាពភ័យខ្លាចគឺវាពិបាកមែនតើពេលដំបូងហើយការផ្លាស់ប្ដូរនឹងធ្វើឲ្យយើងឈឺចាប់មែនតើនៅពេលដែលយើងផ្លាស់ប្ដូរលើកដំបូងអ្នកទាំងគ្នាចាំបានថានៅពេលដែលយើងចូលធ្វើការលើកទី1តាអារម្មណ៍នៃការធ្វើការលើកទី1ឬក៏អារម្មណ៍នៃការចូលរៀននៅថ្ងៃដំបូងនោះយើងមានអារម្មណ៍ថាម៉េចសម្រាប់ខ្ញុំផ្ទាល់ហ្មងខ្ញុំមានអារម្មណ៍ថារៀងភ័យដោយសារតែអត់ទាន់ស្គាល់ណាគេនៅជុំវិញខ្លួនឯងអត់ទាន់ស្គាល់គ្រូអត់ទាន់ស្គាល់សាលារបស់យើងច្បាស់យើងមានអារម្មណ៍ថាភ័យខ្លាចប៉ុន្តែខ្ញុំទៅរៀនថ្ងៃទី2ខ្ញុំទៅធ្វើការថ្ងៃទី2ខ្ញុំស៊ាំជាមួយនឹងបរិយាកាសនឹងបានច្រើនជាងមុនខ្ញុំមានអារម្មណ៍សប្បាយចិត្តតិចចូលដល់ថ្ងៃទី3ចូលដល់រៀនដល់បានមួយអាទិត្យធ្វើការបានមួយអាទិត្យខ្ញុំមានអារម្មណ៍ថាខ្ញុំស្រឡាញ់កន្លែងការងាររបស់ខ្ញុំស្រឡាញ់សាលារបស់ខ្ញុំទុកកន្លែងការងារនឹងសាលារបស់ខ្ញុំដូចជាផ្ទះរបស់ខ្ញុំអញ្ចឹងហើយនឹងដូចគ្នាជាធម្មតាទេនៅពេលដែលយើងជួបរឿងអីមួយដែលថ្មីដែលយើងអត់តែបានធ្វើពីមុនមកយើងតែមានអារម្មណ៍ថាយើងភ័យខ្លាចយើងអត់ទំនុកចិត្តលើខ្លួនឯងអញ្ចឹងហើយប៉ុន្តែនៅពេលយើងធ្វើរឿងហ្នឹងម្ដងហើយម្ដងទៀតធ្វើវាជាច្រើនដងធ្វើទៅជាទម្លាប់ធ្វើទៅដល់យើងប្រកែទៅលើរឿងហ្នឹងយើងនឹងមានភាពជឿជាក់លើខ្លួនឯងកុំខ្លាចបោះបង់អ្វីដែលធ្វើឲ្យយើងអត់សប្បាយចិត្តកុំខ្លាចបោះបង់អ្វីដែលធ្វើឲ្យយើងអត់ទីចម្រើនទៅមុខត្រូវហ៊ានលះបង់វាត្រូវហ៊ានបោះបង់វាឲ្យវាទៅកុំនៅបន្តទៀត
thời trăm tha là bây giờ dương hiên là bóng dương能ជួបអ្វីដែលថ្មីអ្វីដែលល្អប្រសើរជាងអ្វីយើងលះបង់នឹងទៀតរៀនបកកាយខ្លួនឯងទទួលអ្វីដែលថ្មីទទួលអ្វីដែលល្អជាងអ្វីយើងកំពុងតែមានសពថ្ងៃដើម្បីបង្កើតភាពជឿជាក់លើខ្លួនឯងយើងត្រូវមានគោលដៅក្នុងការផ្លាស់ប្ដូរតែហងៃយើងដឹងថាទម្លាប់មិនល្អរបស់យើងមាននៅគេខ្លះតែយើងគួរតែផ្លាស់ប្ដូរទៅលើទម្លាប់ណាខ្លះចំណុចណាខ្លះដែលយើងអត់ពេញចិត្តលើខ្លួនឯងអញ្ចឹងអ្នកនរគ្នាត្រូវមានគោលដៅមួយត្រូវមានមនុស្សម្នាក់ជាគំរូដែលយើងគិតថាយើងចង់ខ្លាចខ្លួនទៅជាបែបហ្នឹងយើងចាប់ផ្ដើមសម័យមកថាមនុស្សដែលយើងចង់ខ្លាចខ្លួនទៅជាហ្នឹងគាត់ជាមនុស្សបែបណាមានអត្តចរិតមិនគាត់មានការងារអីគាត់មានចំណូលប្រមាណតែគាត់អត្តចរិតគាត់មិនតែគាត់ធ្វើការបែបណាអញ្ចឹងយើងត្រូវដឹងហើយយើងត្រូវសម័យចេញជារូបភាពហ្មងថាមនុស្សដែលយើងចង់ប្រែខ្លួនឯងទៅជាម្នាក់ហ្នឹងគាត់មានរូបរាងបែបណាសម័យចេញជារូបភាពទាំងអស់ហ្មងណាហើយយើងចាប់ផ្ដើមកំណត់គោលដៅទៅលើការកែប្រែខ្លួនឯងបើម្នាក់ហ្នឹងគាត់មានរាងស្អាតហើយរាងយើងរងថ្ងៃហ្នឹងអត់ទាន់ស្អាតទេយើងដាក់គោលដៅថាយើងត្រូវហាត់ប្រាណយករាងឲ្យស្អាតដូចគាត់ចឹងទៅម្នាក់ហ្នឹងគាត់ជាមនុស្សម្នាក់ដែលប្រកែគាត់មានចំណេះដឹងចឹងយើងត្រូវដាក់គោលដៅខ្លួនឯងខិតខំរៀនសូត្របន្ថែមរៀនអីដែលថ្មីអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យខ្លាំងឲ្យប្រកែត្រូវចាំថាយើងមានសិទ្ធិក្នុងការផ្លាស់ប្ដូរខ្លួនឯងតែយើងសម្រេចចិត្តថាធ្វើឬក៏អត់បើយើងធ្វើយើងនឹងឃើញខ្លួនឯងល្អប្រសើរជាងមុនតែបើយើងអត់ធ្វើទេយើងនឹងនៅកន្លែងមួយដែលដដែលយើងអត់ទៅមុខទេនៅពេលដែលយើងមានគោលដៅមួយដែលឆ្ងាយគោលដៅមួយដែលធំតែយើងត្រូវមានភាពជឿជាក់លើខ្លួនឯងមិនទៅបើគោលដៅរបស់យើងធំមែនតែនហើយចាក់ស្ដែងយើងរងថ្ងៃយើងនៅចំណុចប៉ុណ្ណេះទេឧទាហរណ៍ថាយើងចង់ទិញផ្ទះមួយតម្លៃ$10,000ហើយរងថ្ងៃហ្នឹងយើងមានត្រឹមតែ$100អញ្ចឹងមើលទៅគោលដៅរបស់យើងធំខ្លាំងណាស់យើងមិនអាចសម្រេចវាទៅរួចទេបើវាខុសគ្នាឆ្ងាយច្រើនម្លឹងទៅយើងត្រូវធ្វើមិនទៅដើម្បីឲ្យយើងមានភាពជឿជាក់លើខ្លួនឯងទៅបើគោលដៅរបស់យើងគម្លាតគ្នាឆ្ងាយម្លឹងយើងបាត់បង់ទំនុកចិត្តលើខ្លួនឯងយើងអត់ដឹងថាយើងចាប់យកវាបានដោយរបៀបណាទេវិធីសាស្ត្រនិងដំណោះស្រាយគឺយើងត្រូវបែងចែកគោលដៅរបស់យើងចេញជាផ្នែកតូចដូចជាកម្មចរាមួយកម្មតូចដែលយើងអាចដើរឡើងបានទៅយកគោលដៅរបស់យើងដែលនៅតែឆ្ងាយដែលធំមួយនឹងបានចាប់ផ្ដើមចេញពីចំណុចតូចហើយយើងអបអរសាទរខ្លួនឯងនៅពេលដែលយើងសូមរជោគជ័យនៅរឿងតូចដែលយើងបានកំណត់និងបានដាក់គោលដៅនឹងកុំចាំតែយើងជោគជ័យរឿងធំបានយើងសប្បាយចិត្តបានយើងមានមោទនភាពលើខ្លួនឯង No អ្នកនរគ្នាគោលដៅរបស់យើងខ្លះគឺធំមែនតើយើងអត់អាចធ្វើមួយថ្ងៃពីរថ្ងៃយើងឃើញលទ្ធផលទេត្រូវការរយៈពេលយូររយៈពេលដល់ឆ្នាំអញ្ចឹងយើងត្រូវមានគោលដៅតូចនៅក្នុងគោលដៅដែលធំហ្នឹងក្នុងមួយខែយើងត្រូវសម្រេចបានអីគេក្នុងមួយអាទិត្យយើងត្រូវសម្រេចបានរឿងគេខ្លះបែងចែកគោលដៅនឹងចេញជារឿងតូចដែលយើងអាចធ្វើវាបានហើយយើងដឹងថាយើងធ្វើបានដល់កម្រិតណាយើងអាចសម្រេចជោគជ័យអត់យើងអបអរទៅនឹងរឿងតូចដែលយើងបានសម្រេចនឹងទៅដើម្បីឡើងឆ្ពោះទៅរឿងដែលធំដែលយើងចង់សម្រេចនឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាអាចជួយបងប្អូនទាំងគ្នាបង្កើនភាពជឿជាក់នៅពេលដែលយើងធ្វើអីមួយដែលថ្មីបានហើយអរគុណមែនតើសម្រាប់ការតាមដានវីដេអូពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយអរគុណ